ចាជំរាបសួរបងប្អូនអំពុះមិញទាំងអស់គ្នាចាឥឡូវហ្នឹងមកបេះតបែកអត់ក្របឲ្យមួយតែមុនបេះចង់ធ្វើវីដេអូបង្ហាញជូនបងប្អូនសិនចាបងប្អូនខ្លះគាត់ថាតបែកអត់ក្របគាត់អត់ចង់ដាំទេដោយសារតែអត់ផ្លែចានេះបងប្អូនគឺខ្ញុំបេះអស់ខ្លះហើយណាខ្ញុំបេះជាយូរមកហើយណាបងប្អូនតែផ្លែវានៅតែមានបន្តអញ្ចឹងណាហើយឥឡូវហ្នឹងក៏មានផ្លែធំខ្លះក៏មានផ្លែទូចខ្លះហើយក៏មានល្មមច្រកខ្លះដែរនេះបងប្អូនណាចាល្មមច្រកនិយាយទៅគឺត្រូវតែដើមមើលរហូតបងប្អូនចានេះក៏មិនតាន់ល្មមច្រកទៅចាគឺបើល្មមច្រកគឺត្រូវតែដើមមើលរហូតណាចាហើយនេះបងប្អូនចាផ្លែចាច្រកហ្នឹងចាហើយដើមនោះគឺផ្លែខ្លាំងចាដូចជាផ្លែក្រោយពួកអស់នេះណាបងប្អូនចាអញ្ចឹងហើយមុខនាងខ្ញុំនេះគឺរ៉ូប៊ីទេចារ៉ូប៊ីក៏ច្រកបន្តរហូតដែរបងប្អូនចានេះចាំមកខាងនេះគឺផ្លែក្រោយចាក្រោយដើមមិញចាហើយខាងនេះហ្នឹងក៏អត់ក្របដែរណាបងប្អូនចានេះគឺមកជំនាញហ្នឹងគឺផ្លែមុនចាខាងនេះគឺផ្លែក្រោយហើយបងប្អូនថាក៏អត់សូវចង់ដាំទេដោយសារតែអត់ផ្លែឥឡូវបងប្អូនមើលរបស់នាងខ្ញុំវិញចាហ្នឹងបេះបន្តទៅណាបងប្អូនចាគឺបេះប្រាក់រហូតគឺដាក់ឲ្យមួយចាមេខ្លះសឹងតែចង់បាក់ផងនេះបងប្អូនណាចាគឺផ្លែច្រើនមែនតែនចានេះមកបេះឲ្យមួយទេតែក៏ឆ្លៀតធ្វើវីដេអូបង្ហាញជូនបងប្អូនបន្តិចទៅចាផ្លែល្មមបេះឲ្យបងប្អូនចាហើយនេះផ្លែចាក្តាប់ទូចចាមិនតាន់ល្មមច្រកទេចង់បញ្ជាក់បងប្អូនថាវាមានបន្តរហូតណាចាមានប្រាក់រហូតណាតិចច្រើនគឺមានអត់ដាច់ទេបងប្អូនចាគឺផ្លែច្រើនអញ្ចឹងចាហើយស្អាតមែនតើបងប្អូនចានាងខ្ញុំស្រាយឲ្យបងប្អូនមើលណាចាហើយសម្បល់វិញហ្នឹងក៏ចាស្អាតខ្លាំងមែនតែនចាឃើញហើយចង់ញ៉ាំតែម្ដងចាបងប្អូនហែកលឿនជាងចានៃបងប្អូនចាឡើងខ្ចីតែម្ដងចាគឺស្អាតមែនតែនចានេះខ្ញុំបោះមួយនេះឲ្យមើលទៀតចាយ៉ាងម៉េចដែរបងប្អូនចាឃើញហើយគឺចង់ញ៉ាំតែម្ដងណាចាគឺឡើងខ្ចីលវក់គឺស្អាតមែនតែនចាស្អាតណាស់បងប្អូនផ្លែណានៅក្នុងកាមេរ៉ាមើលទៅចាសបល់រៀងដូចជារៀងចេញខៀវបន្តិចបងប្អូនតែបើនៅក្នុងចានៅមើលភ្នែកក្រៅវិញគឺចាគួរឲ្យចង់ញ៉ាំមែនតែនចាមិនដែរបងប្អូនគឺស្អាតមែនតែនណាចាហើយចាំមកលើកនេះគឺចង់មកលក់ស្នោជូនបងប្អូនផងដែរស្នោចូលស្តុកវិញហើយណាបងប្អូនឯសាដាច់ស្តុកស្នោយូរដែរហើយបងប្អូនចូលមួយខែជាងហើយចាមួយកំងអត់ឥឡូវចូលហើយចាចូលស្តុកហើយតែចូលជើងនេះចារៀងស្ដើងជាងមុនបន្តិចបងប្អូនចាបើបងប្អូនចង់បានក្រាស់គឺប្រហែលជាមិនត្រូវទេចាបើចង់បានក្រាស់ដូចមុនណាចាប្រហែលជាមិនត្រូវទេតែជើងនេះវាចូលរៀងស្ដើងណាបងប្អូនរៀងស្ដើងតែចំនួនវាក៏ច្រើនដែរចាំ1គីឡូគឺនៅតែ1គីឡូអញ្ចឹងតែគ្រាន់តែថាវាស្ដើងជាងមុនតែបើសិនជាច្រកទៅដូចជាអត់មានបញ្ហាអីផងទេបងប្អូនចាបងប្អូនខ្លះគាត់ថាក៏អត់ចង់បានទេស្ដើងខ្លាចចាញ់អាកាសធាតុចាវាអាចចាញ់ដែរបងប្អូនបើសិនជាអាកាសធាតុវាបន្តនៅតែក្តៅខ្លាំងណាអញ្ចឹងវាអាចនឹងចាញ់អាកាសធាតុដែរតែបើសិនជាឥឡូវហ្នឹងវាចូលរដូវភ្លៀងហើយបងប្អូនអញ្ចឹងវាក៏មិនសូវជាក្តៅខ្លាំងដូចមុនដែរ
មេឃឥឡូវវាតិចច្រើនវាសតុំច្រើនហើយវាក៏មានភ្លៀងធ្លាក់បន្តបន្ទាប់ដែរអញ្ចឹងវាអត់បញ្ហាទេចំពោះស្នោស្ដើងចាស្ដើងដូចឥឡូវហ្នឹងណាដែលនាងខ្ញុំនិយាយហ្នឹងណាចានេះគឺនៅជាស្នោក្រាស់នៅឡើយទេដោយសារតែនាងខ្ញុំមានទុកស្នោសម្រាប់ខ្លួនឯងចាកុំឲ្យដាច់សម្រាប់ខ្លួនឯងណាចាឥឡូវហ្នឹងក៏នាងខ្ញុំច្រកអាស្ដើងដែរដោយសារវាអស់អាក្រាស់ហើយអញ្ចឹងច្រកអាស្ដើងដូចគ្នាចាបើសិនជាបងប្អូនត្រូវការចាស្នោបងប្អូនអាចចាខលតាក់ទងមកនាងខ្ញុំឬក៏ទំនាក់ទំនងតាម Telegram ក៏បានហើយចានាងខ្ញុំផ្ញើជូនបងប្អូនចាគ្រប់25ខេត្តក្រុងទេបងប្អូនណាហើយចំពោះពូជចានាងខ្ញុំក៏ជាអ្នកផ្គត់ផ្គង់ពូជតបែកដែរអញ្ចឹងឥឡូវហ្នឹងគឺនាងខ្ញុំនៅសល់តែ4ពូជទេដែលធ្វើបដាហើយមួយពូជទៀតគឺអត់តាមបានធ្វើតែម្ដងបងប្អូនគឺពូជម៉ាន់ជូគឺនាងខ្ញុំអត់តាមបានធ្វើទេគឺអត់តែម្ដងហើយបើគីមជូចាកញ្ញើចាហើយនឹងរ៉ូប៊ីហើយនឹងអត់ក្របគឺមានបន្តរហូតទេចាតែចំពោះម៉ាន់ជូមួយគឺរវល់ខ្លាំងអត់តមានពេលបានធ្វើទេដោយសារឥឡូវហ្នឹងគឺសម្រក់ចាគឺសម្រុកតែម្ដងគឺទៅលើការច្រកចាច្រកដោយសារឥឡូវហ្នឹងគឺសัตว์តិចហ្នឹងវាច្រើនបងប្អូនចាគឺច្រើនខ្លាំងមែនតើណាសឹងតែហើបុកមុខឥឡូវហ្នឹងណាចាអញ្ចឹងគឺនាងខ្ញុំច្រកពីទូចទៅអត់ចាំធំដូចមុនទេបងប្អូនអញ្ចឹងសัตว์នឹងតិចស្អុយហើយចាចំពោះអត់ក្របអីចាគឺប៉ុណ្នេះអីនាងខ្ញុំច្រកហើយបងប្អូនគឺអត់ចាំធំទេបើអញ្ចឹងគឺសัตว์តិចខាតរបស់យើងដដែលទេណាបងប្អូនណាចាអញ្ចឹងបងប្អូនច្រកទូចបន្តិចទៅហើយបងប្អូនខ្លះក៏សួរថាតើគាត់គួរច្រកវាប៉ុន្មានទៅមើលលើជាក់ស្ដែងបងប្អូនចាកន្លែងហ្នឹងនាងខ្ញុំពិបាកប្រាប់ដែរបើសិនជានៅតំបន់ខាងបងប្អូនអត់សូវមានសัตว์ហ្នឹងអញ្ចឹងបងប្អូនអាចទុកធំបន្តិចទៅក៏ល្អដែរតែបើសัตว์ហ្នឹងច្រើនហើយចាច្រកទូចបន្តិចទៅណាបងប្អូនណាចាកុំចាំធំអញ្ចឹងគឺសัตว์ហ្នឹងតិចចាហើយនាងខ្ញុំរកកំប៉ុងដាក់ស្នែអាសัตว์នឹងឲ្យមើលបន្តិចបងប្អូនចានេះនៅខាងនេះចានេះបងប្អូននៅខាងនាងខ្ញុំគឺដាក់អញ្ចឹងច្រើនណាបងប្អូនណាគឺវាចូលឡើងចុងចាចុងកន្លះដបហើយនេះហើយនឹងអាសាចាក់ចោលផងបងប្អូនចាគឺច្រើនអញ្ចឹងណាហើយមើលវាមករោមបន្តរហូតនេះបងប្អូនណាចាគឺចូលឡើងចុងកន្លះដបចាដបខ្លះគឺស្មើនឹងអាកលាក់ចោះរុននេះតែម្ដងចាគឺច្រើនមែនតែនអញ្ចឹងបងប្អូនច្រកពេលច្រកតបាយបងប្អូនមើលតាមជាក់ស្ដែងទៅបងប្អូនណាចាបើបងប្អូនសួរថាប៉ុន្មាននាងខ្ញុំគឺពិបាកប្រាប់ណាស់ដោយសារឥឡូវនេះវាសັດវាច្រើនមែនចាអញ្ចឹងវីដេអូនេះនាងខ្ញុំបង្ហាញជូនត្រឹមប៉ុណ្ណឹងទេបងប្អូនចាហើយជាចុងក្រោយចាសូមឲ្យបងប្អូនចាជួយចុច like ចាជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងហើយបើសិនជាចាការនិយាយស្ដីរបស់នាងខ្ញុំមានការឆ្គាំឆ្គងកន្លែងណាសូមបងប្អូនខន្តីអធ្យាស្រ័យចាអរគុណចំពោះបងប្អូនទាំងអស់គ្នាដែលចូលចិត្តចាតាមដានវីដេអូរបស់នាងខ្ញុំចាតាំងពីមុនមកដល់ឥឡូវចាក៏ច្រើនវីដេអូដែរហើយក៏អរគុណដល់បងប្អូនចានៅតាមខេត្តហើយដែលជួយគាំទ្រមកនាងខ្ញុំចាទិញពូជតវែកចាទិញស្នោច្រកចាម្ដងហើយម្ដងទៀតចាអរគុណខ្លាំងមែនតើ
ចាហើយដូចជាអត់មានអ្វីទៀតទេបងប្អូនចាជូនពរឲ្យបងប្អូនទាំងអស់គ្នារកស៊ីមិនបានចាសុខសប្បាយគ្រប់ក្រុមគ្រួសារចាអរគុណជម្រាបលាបាយបាយ